ដៅនឹងគោលការណ៍ដើម្បីធ្វើមហាបាតកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតត្រូវគេកំណត់រួចជាស្រេចការហាត់សមដើម្បីតទល់នឹងកម្លាំងសមត្ថកិច្ចត្រូវគេឃើញថាបានធ្វើរួចរាល់ក្នុងវគ្គដំបូងផងដែរកាលពីថ្ងៃទី1កញ្ញាប៉ុន្តែដើម្បីកុំឲ្យរងសម្ពាធរិះគន់ពីសាធារណមតិដោយសារមានព្រះរាជសាររបស់ព្រះមហាក្សត្រដែលលំពាវនាវរកភាពស្ងៀមស្ងាត់និងការគោរពរដ្ឋធម្មនុញ្ញដែលជាច្បាប់កម្ពុជារបស់រដ្ឋមេដឹកនាំគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីត្រូវគេឃើញថាបានប្រញាប់ដូរឈ្មោះពីមហាបាតកម្មទៅជាការធ្វើពិធីបួងសួងសន្តិភាពសម្រាប់មហាបាតកម្មថ្ងៃទី7កញ្ញានោះវិញតើការដូរឈ្មោះបាតកម្មនេះទិសដៅនគរដៅបានផ្លាស់ប្ដូរទៅតាមដែរឬទេនៅថ្ងៃទី30សីហាព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជសារទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេសថាលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី5នៃរដ្ឋសភាគឺត្រូវប្រកាសជាផ្លូវការយ៉ាងយូរត្រឹមថ្ងៃទី8កញ្ញាឆ្នាំ2013ខាងមុខនេះដើម្បីឲ្យរដ្ឋសភានិងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតបានដំណើរការត្រឹមត្រូវតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញសម្ដៅធានាស្ថិរភាពនៃនិរន្តរភាពនៃជាតិព្រះរាជសារបានដាស់តឿនឲ្យគោរពរដ្ឋធម្មនុញ្ញជាច្បាប់កម្ពុជារបស់ជាតិនិងព្រះអង្គបានមានបន្ទូលរំលឹកប្រវត្តិសាស្ត្រកម្ពុជាដែលធ្លាប់រងភាពបែកបាក់និងការឈឺចាប់ហើយព្រះអង្គបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តរក្សាភាពស្ងៀមស្ងាត់ដើម្បីភាពថ្លៃថ្នូរនៃជាតិកម្ពុជាប៉ុន្តែនៅថ្ងៃទី31សីហាគណៈបក្សសង្គ្រោះជាតិត្រូវគេឃើញបានបង្ហាញភាពប្រងើយកន្តើយចំពោះខ្លឹមសារព្រះរាជសារនិងបន្ទាប់មកនៅថ្ងៃទី31សីហាគណៈបក្សសង្គ្រោះជាតិបានប្រកាសអំពីគម្រោងបន្តធ្វើការវឹកហាត់សមបាតកម្មចំនួន2លើកនៅថ្ងៃទី1កញ្ញាម្ដងនិងថ្ងៃទី4កញ្ញាម្ដងទៀតនៅទីលានប្រជាធិបតេយ្យដើម្បីការត្រៀមធ្វើមហាបាតកម្មនៅថ្ងៃទី7កញ្ញាគណៈបក្សសង្គ្រោះជាតិនៅបានចេញសេចក្តីថ្លែងការណ៍មួយនិយាយអំពីក្រមសីលធម៌17ចំណុចនៃការធ្វើមហាបាតកម្មដែលក្នុងនោះចំណុចសំខាន់មួយគឺការបង្គាប់ឲ្យក្រុមបាតកោតវ៉ាក្នុងមហាបាតកម្មថ្ងៃទី7កញ្ញាត្រូវប្រើសារដូចគ្នាគឺដើម្បីការទាមទារការបង្កើតគណៈកម្មការឯករាជ្យសូមជម្រាបថាគណៈកម្មការឯករាជ្យដែលគណៈបកប្រឆាំងបានទាមទារគឺជាក្រុមពិសេសមួយដែលក្រុមប្រឆាំងស្នើឲ្យមានអំណាចសម្រាប់លើក្រមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កម្ពុជារបស់ប្រទេសកម្ពុជាថែមទៀតដែលបញ្ហានេះត្រូវបានគណៈបកប្រជាជនកម្ពុជាបដិសេធដោយសារតែខុសទៅនឹងមាត្រាច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រកាលពីថ្ងៃទី30សីហាព្រះករុណាបានមានព្រះរាជបន្ទូលអំពាវនាវសូមឲ្យការគោរពច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាដែលជាច្បាប់កម្ពុជានោះផងដែរប៉ុន្តែគម្រោងធ្វើបាតកម្មទាមទាររបស់គណៈបក្សសង្គ្រោះជាតិត្រូវគេឃើញថានៅតែមានគោលដៅជាដដែលនោះគឺការចង់បង្កើតគណៈកម្មការឯករាជ្យជាដដែលនោះនៅរសៀលថ្ងៃទី1កញ្ញាគណៈបក្សសង្គ្រោះជាតិដែលបង្ហាញពីការបន្តធ្វើមហាបាតកម្មត្រូវគេឃើញបានជួបជុំជាមួយអ្នកគាំទ្រប្រមាណពី400ទៅ500នាក់នៅទីលានប្រជាធិបតេយ្យដើម្បីវឹកហាត់សមការធ្វើបាតកម្មក្នុងពិធីវឹកហាត់នោះក៏មានការចូលរួមពីព្រះសង្ឃប្រមាណជិត20អង្គផងដែរដោយក្នុងនោះរួមមានទាំងព្រះសង្ឃមួយដែលធ្លាប់ប្រើអំពើហិង្សាចូលរួមដុតរថយន្តល្បាតកងរាជអាវុធហត្ថកាលពីថ្ងៃទី28កក្កដាផងនោះទៀតព្រះសង្ឃដែលជាអ្នកបួសតែងអប់រំមនុស្សឲ្យចេះខន្តីនិងមានសីលធម៌ក្នុងសង្គមត្រូវគេឃើញបាននាំគ្នាមកវឹកហាត់ធ្វើជាបាតកោវាតបគ្នាដោយមនុស្សសាមញ្ញធម្មតាខុសពីវិន័យព្រះពុទ្ធសាសនាគណៈសង្ឃនាយកនៃប្រទេសកម្ពុជាត្រូវគេឃើញបានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃទី1កញ្ញាអំពីវិនិយោគសូមឲ្យអ្នកបួសគោរពវិន័យធម៌ដោយការប្រកាន់ខ្ជាប់នៅសីលធម៌របស់អ្នកបួសប៉ុន្តែมันមានសេចក្តីរាយការណ៍ថាតើក្រុមអ្នកបួសប៉ុន្មានអង្គនោះនឹងត្រង់ត្រាប់អវាទតាមលំអានព្រះពុទ្ធសាសនាដែរឬយ៉ាងណានោះទេនៅរសៀលថ្ងៃទី1កញ្ញាការវឹកហាត់សមជុំលើកទី1បានមកដល់គ្រូបង្វឹកបានបង្រៀនក្រុមសកម្មជនអំពីរបៀបចេះបុករលតទល់នឹងកម្លាំងសមត្ថកិច្ចការវឹកហាត់នៅរបៀបគប់វត្ថុរឹងដាក់គ្នាទៅវិញទៅមកការវឹកហាត់នៅល្បិចចេះលួងសមត្ថកិច្ចដោយរបៀបអង្វរកគ្រាដែលមានការចាប់តាំងក្រុមឃោសនាមួយចំនួនដែលនិយាយលើកទឹកចិត្តបាតកោមិនឲ្យខ្លាចនិងផិតភ័យខ្
ក្នុងពេលបាតកម្មដោយការនិយាយកម្លាថាមហាបាតកម្មរបស់ពួកគេគឺពិតជាមានការគាំទ្រពីសហគមន៍អន្តរជាតិថែមទៀតទោះជាយ៉ាងណាក៏ដោយការសមនៅថ្ងៃដំបូងត្រូវគេឃើញថាកម្លាំងមកចូលរួមមានចំនួនតិចជាងការរំពឹងទុកចំណែកកម្លាំងក្រមយុវជនគណៈបកសង្គ្រោះជាតិដែលគេធ្លាប់ឃើញមកចូលរួមគ្រប់ពិធីទាំងអស់នោះត្រូវគេក៏សម្គាល់ថាបានបាត់វត្តមានជាច្រើនកាលពីរសៀលថ្ងៃទី1កញ្ញានោះมันមានសេចក្តីរាយការណ៍អំពីមូលហេតុដែលបាត់កម្លាំងចូលរួមជាច្រើននោះទេបើទោះបីជាមានការសង្ស័យថាអវត្តមានមនុស្សជាច្រើនដែលមិនមកចូលរួមគឺអាចជាប់តាក់ទងទៅនឹងព្រះរាជសារអំពីវនីវរបស់ព្រះមហាក្សត្រខ្មែរកាលពីថ្ងៃទី30សីហាក៏ដោយនៅថ្ងៃទី2កញ្ញាក្នុងការធ្វើសន្និសីទកាសែតប្រធានគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីត្រូវគេឃើញបាននិយាយថាគណៈបក្សសង្គ្រោះជាតិនឹងផ្លាស់ប្ដូរទម្រង់ពីការធ្វើមហាបាតកម្មទៅជាការធ្វើពិធីបួងសួងរកសន្តិភាពវិញនៅថ្ងៃទី7កញ្ញាឆ្នាំ2013គណៈបក្សសង្គ្រោះជាតិបានបញ្យល់ថាមូលហេតុដែលគេបានផ្លាស់ប្ដូរនោះគឺដើម្បីការគោរពព្រះរាជតម្រិះព្រះមហាក្សត្រខ្មែរដែលបានមានបន្ទូលសូមរក្សាភាពស្ងៀមស្ងាត់ព្រឹត្តិការណ៍ដ៏សំខាន់ចុងក្រោយនេះគឺព្រះរាជសារនៃព្រះមហាក្សត្រដែលលោកបានប្រទានមកប្រជាពលរដ្ឋខ្មែរពីទីក្រុងប៉េកាំងកាលពីថ្ងៃ30ខែសីហាកន្លងមកនេះខ្ញុំមានកិត្តិយសជំរាបទៅបងប្អូនជនរួមជាតិទូទាំងប្រទេសកម្ពុជាតាមរយៈអ្នកសារព័ត៌មានជាតិនិងអន្តរជាតិហើយនេះថាគណៈបក្សសង្គ្រោះជាតិនឹងដង្ហែតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រជាទីសក្ការៈនៃយើងទាំងអស់គ្នាជាពិសេសក្នុងព្រះរាជសារមានឃ្លាដែលសំខាន់បំផុតគឺឃ្លានៅចុងក្រោយព្រះរាជសារព្រះអង្គបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគឺកូនចៅព្រះអង្គទាំងអស់ឲ្យរក្សាភាពស្ងប់ស្ងៀមនិងភាពថ្លៃថ្នូរនៃជាតិយើងដូច្នេះយើងត្រូវតែដង្ហែឲ្យបានត្រឹមត្រូវឲ្យបានពិតប្រាកដធ្វើម៉េចរក្សានៅភាពស្ងប់ស្ងៀមនិងភាពថ្លៃថ្នូរនៃជាតិយើងក្នុងន័យនេះយើងនឹងបង្វែរអារម្មណ៍បង្វែរស្មារតីបង្វែរការរៀបចំអ្វីដែលយើងហៅថាមហាបាតកម្មអហិង្សានិងសន្តិវិធីបង្វែរអារម្មណ៍ស្មារតីនឹងការរៀបចំនោះឲ្យទៅជាពិធីស្មឹងស្មាតបួងសួងទូទាំងប្រទេសប៉ុន្តែសំណួរមួយបានសួរមកវិញថាហេតុអ្វីបានជាគណៈបក្សសង្គ្រោះជាតិត្រូវរងចាំពេលដល់ទៅ2ថ្ងៃនៅក្រោយព្រះរាជបន្ទូលតាមព្រះរាជសាររួចទៅបានយល់ព្រមគោរពតាមព្រះរាជតម្រិះព្រះមហាក្សត្រនោះនៅជាមួយគ្នានោះដែរមានសំណួរមួយទៀតចង់ដឹងថាបើសិនជាគណៈបក្សសង្គ្រោះជាតិពិតជាមានការគោរពតាមព្រះរាជបន្ទូលព្រះមហាក្សត្រខ្មែរពិតមែននោះតើហេតុអ្វីបានជាគណៈបក្សសង្គ្រោះជាតិនៅតែបន្តការធ្វើវឹកហាត់បាតកម្មនិងនៅតែរក្សាគោលការណ៍ទាមទារការបង្កើតគណៈកម្មការឯករាជ្យដែលផ្ទុយទៅនឹងព្រះរាជបន្ទូលអំពីវនីវដែលសូមឲ្យគោរពរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជានោះនាប៉ុន្មានថ្ងៃទៅមុខទៀតនេះគេនៅរងចាំមើលទៀតថាតើនៅថ្ងៃទី4កញ្ញាខាងមុខនេះការសមធ្វើបាតកម្មនឹងបន្តទៀតដែរឬទេប្រសិនណាបើគណៈបក្សសង្គ្រោះជាតិអះអាងថានឹងគោរពតាមព្រះរាជតម្រិះរបស់ព្រះករុណាព្រះមហាក្សត្រខ្មែរនោះប៉ុន្តែបើប្រសិនណាជាគម្រោងទិសដៅនិងគោលការណ៍ដើម្បីធ្វើមហាបាតកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតត្រូវគេកំណត់រួចទៅហើយដោយគ្មានការផ្លាស់ប្ដូរដូច្នេះការបដូរទម្រង់ពីមហាបាតកម្មមកជាពិធីបួងសួងសន្តិភាពក៏ត្រូវគេនិយាយថាវាក៏ជាការផ្លាស់ប្ដូរដែលគ្មានន័យអ្វីនោះឡើយមុតមនិចអប្សរាណេត